សូមគោរពជម្រាបសួរពុកម៉ែបងប្អូនទាំងគ្នាសម្រាប់ថ្ងៃនេះយើងមកសិក្សាបន្តអំពីអក្សរភាសាអង់គ្លេសបន្ថែមទៀតដែលអក្សរនេះគឺជាអក្សរទី8បាទដោយដែលបងប្អូនបានឃើញសត្វសេះបាទគឺជាតំណាងនៃអក្សរH បាទភាសាតែពីសេះហ្នឹងគឺអង់គ្លេសគេថា horse អញ្ចឹងវាផ្ដើមដោយសំឡេងនេះអក្សរ H បាទអញ្ចឹង H នេះគឺបងប្អូនមើល H capital H អានេះគឺ small h ឬក៏ uppercase H ឬក៏អានេះគេហៅថា lower case H បាទអក្សរ H ធំអានេះគឺជាអក្សរ H តូចអញ្ចឹងលើកនេះខ្ញុំមិនត្រឹមតែដាក់ពាក្យមកទេគឺខ្ញុំដាក់ phonetic symbol របស់វារបៀបនៃការអានមកដែរបាទដើម្បីឲ្យបងប្អូនមានទំនុកចិត្តបន្ថែមទៀតអញ្ចឹងណាអញ្ចឹងអានេះអានថា happy horse happy horse អញ្ចឹងកន្លែងនេះសង្កត់សំឡេង stress ហ្នឹងគឺយើងសង្កត់ធ្ងន់នឹងកន្លែងហ្នឹង happy horse បាទគឺបងប្អូនឃើញទេពាក្យថា happy នេះក៏ផ្ដើមចេញអំពីសំឡេងនេះអក្សរ H បាទ happy horse នេះក៏ចេញផ្ដើមដោយសំឡេងនេះអក្សរ H ដែរ horse បាទ happy horse អញ្ចឹងបាទអានេះគឺជាពាក្យតំណាងរបស់វាណាអញ្ចឹងយើងទៅមុខទៀត the H sound អានេះសំឡេងរបស់អក្សរ H ហៅយើងបញ្ចេញសំឡេងរបៀបម៉េច open your mouth បើកមាត់របស់យើង and exhale gently exhale ហ្នឹងយើងដកដង្ហើមយើងនិយាយចេញក្រៅណា gently មានន័យថាមួយអាហ្នឹងណាយើងបើកមាត់មកយើងធ្វើអញ្ចឹងណា like sighing ដូចជាការដកដង្ហើមធំអញ្ចឹង or breathing on cold glass ឬក៏យើងដកដង្ហើមនៅក្នុងកែវមួយដែលត្រជាក់អញ្ចឹងបាទអញ្ចឹងគេមាន the rule គេដែរបាទ keep your throat completely quiet មានន័យថាបំពង់កយើងគឺស្ងប់ស្ងាត់នៅពេលហ្នឹងគឺអត់មានសំឡេងអីទេអត់មានសំឡេងអីទាំងអស់ឧទាហរណ៍ hat home ឃើញ happy hello បើនៅក្នុង phonic គេកុំឲ្យពិបាកច្រើនគេបញ្ចេញសំឡេងតែម្ដង H sound តែម្ដងគេបញ្ចេញអញ្ចឹងណានៅក្នុងចម្រៀងរបស់គេហ្នឹងសម្រាប់កុមារហ្នឹងបាទ hat home happy hello ឃើញទេអញ្ចឹងពាក្យទាំងអស់នេះ hat home happy hello សុទ្ធតែចេញដោយសំឡេងដំបូងគេនេះគឺសំឡេងនៃអក្សរ H ទាំងអស់ watch out អានេះគឺយើងមើលវាដែរ silent H អញ្ចឹងវាមាន silent H ដែរគឺសំឡេង H ដែលវាមាននៅក្នុងពាក្យហ្នឹងប៉ុន្តែគេមិនអានយើងមកមើលទាំងអស់គ្នាគេអត់បញ្ចេញសំឡេងហ្នឹងទេ sometimes the H is completely silent នៅពេលខ្លះគេថាអក្សរ H ឬក៏សំឡេងនៃអក្សរ H ហ្នឹងគឺស្ងប់ស្ងាត់ឬក៏មិនត្រូវបានគេបញ្ចេញសំឡេងទេដោយពាក្យនេះអញ្ចឹងយើងអាន how ទេគេអាន hours អញ្ចឹងសំឡេង H គឺអត់មានទេប៉ុន្តែសួរថាទៅសេមកអត់ទៅសេមកពាក្យនេះអញ្ចឹង honest មិនអានថា honest ទេមានបងប្អូនខ្លះគាត់អាន honest ប៉ុន្តែអាហ្នឹងគឺបងប្អូនត្រូវដឹងថាដោយសារតែហ្នឹងគឺជាករណីខ្លះគឺគេអត់អានទេអាហ្នឹងគេអានថា honest បាទទៅទៀត how to write របៀបសរសេរយើងមើលតាមសញ្ញារបស់ខ្ញុំដល់គ្នានេះ one បាទហើយយើងទៅសេខាងណាមក one ដែរមកតោះមកយើងដាក់នេះ 3
one นอนទៀត two បាទតមក three សអេកតូច one ហើយឡើងលើវិញមកកាច់មកនេះមក two បាទដូចពាក្យ helicopters បងប្អូននិយាយទៅការអានពាក្យនីមួយៗសំខាន់ណាស់ដែលបងប្អូនត្រូវមើល phonetic symbol របស់វារបៀបនៃការអានរបស់វាហ្នឹងនៅក្នុង dictionary មួយគឺគេតែងតែមានពាក្យទាំងអស់ហ្នឹងបាទសម្រាប់អានឲ្យបងប្អូនអានអញ្ចឹងពាក្យមួយមិនចេះតែអានទេតតែបងប្អូនឃើញIPA របស់វា International Phonetic Alphabet របស់វាអាហ្នឹងបានយើងអាចអានទៅត្រឹមត្រូវណា helicopters 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 helicopter បាទកន្លែងនេះសង្កត់សំឡេងនៅធ្ងន់ helicopters helicopters បាទ letter H positions តើអក្សរ H ភាគច្រើននៅក្នុងភាសាអង់គ្លេសវាមាននៅទីតាំងណាខ្លះដូចដែលបងប្អូនបានឃើញនៅក្នុងវីដេអូពីអក្សរ A B C D មកហើយគឺពាក្យទាំងអស់ហ្នឹងគឺសិតតែមានទីតាំងរបស់វារៀងៗខ្លួនមានឋានរបស់វាហ្នឹងហើយអញ្ចឹងអានេះនៅខាងដើមគេក៏មានដែរបាទជាសំឡេងដូចសំឡេងនៃការដកដង្ហើមអញ្ចឹងណា hat hat អានេះគឺ phonetic symbol របស់វាណាគេអាន hat home ណា home អានេះ o o home ឃើញទេយើងអានបានយើងចេះអានដោយសារ phonetic symbol របស់វាណាអញ្ចឹងអាហ្នឹងបើសិនជាបងប្អូនចេះអានបងប្អូនមើលឃើញ phonetic symbol បងប្អូននឹងអានត្រូវតែម្ដងដោយគ្មានការសង្ស័យ middle នៅកណ្ដាលក៏វាមានដែរជា vowel balance ជាការបូកបញ្ចូលគ្នាឬក៏ប្រកបចូលគ្នាជាមួយនឹងស្រៈគឺដឹងតែមាន h ហ្នឹងដែរហើយអញ្ចឹងណាបាទឧទាហរណ៍ពាក្យនេះ what គេអាន what what ប៉ុន្តែសួរថាមានសំឡេង h ហ្នឹងអត់មានទេនៅក្នុងនេះណាប៉ុន្តែអានថា what អញ្ចឹងណាឃើញទេចឹងណាបងប្អូនរៀនទៅបងប្អូនមិនឆ្ងល់ទេហើយតែក៏វាមានសំឡេងអីចឹងណាអានេះជាករណីលើកលែងទេបាទ wit បាទយើងមើលនេះ wit ឃើញទេយើងអានថា wit អញ្ចឹងកាលណាដែលយើងចេះ phonetic symbol នេះទៅគឺយើងអានដោយទំនុកចិត្ត n often silent បាទ often silent ឥឡូវយើងមកមើលទាំងអស់គ្នានៅខាងចុងពាក្យច្រើនដូចជាវាមានអាពាក្យអាពាក្យចឹងណាគឺអាហ្នឹងគឺពាក្យច្រើនគេអត់អានទេបាទសំឡេងអក្សរ H នេះគឺអត់មានទេគ្រាន់តែពេលទៅសេគឺមានគេដាក់មកចឹងទៅប៉ុន្តែវាកម្រមានវាមិនសូវមានពាក្យ H នៅខាងចុងទេអញ្ចឹងណាយើងមករៀនពាក្យនៃអក្សរ H បាទទាំងអស់គ្នាមាន4ទី1គឺ hat នេះបងប្អូនអាន house អានេះបាទ house បាទ house ខ្ញុំសង្កត់សំឡេងធ្ងន់ណាស់ stress នៅកន្លែងនេះ hot dog អានេះ hot dog ឃើញទេ horse អានេះបែបអាមេរិកគេអាន horse បែបអង់គ្លេស horse បាទអញ្ចឹងណាស្រៀងគ្នាដែរពីនេះ